អាញាសាលានៃសាលាដំបងរាជធានីភ្នំពេញបង្គាប់ឲ្យលោកដួងឆាយអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឲ្យទៅដេតម៉ាលីណាត្រូវជាម្ដាយឬប្រគល់ឲ្យមកអាញាសាលាឲ្យបានឆាប់ក្នុងរយៈពេល7ថ្ងៃជាកំហិតរាជធានីភ្នំពេញយោងតាមការចុះផ្សាយរបស់ក្រសួងយុទ្ធភ័ពនៅថ្ងៃទី26ខែមីនាឆ្នាំ2025នេះបានឲ្យដឹងថាអាញាសាលានៃសាលាដំបងរាជធានីភ្នំពេញបង្គាប់ឲ្យលោកដួងឆាយអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឲ្យទៅដេតម៉ាលីណាត្រូវជាម្ដាយឬប្រគល់ឲ្យមកអាញាសាលាឲ្យបានឆាប់ក្នុងរយៈពេល7ថ្ងៃជាកំហិតនៅក្នុងលិខិតជូនដំណឹងនេះដែរអាញាសាលានៃសាលាដំបងរាជធានីភ្នំពេញជូនដល់ឈ្មោះដួងឧត្តមឆវិនហើយដួងឆាយភេទប្រុសសញ្ជាតិខ្មែរមានទីលំនៅផ្ទះលេខ155ផ្លូវលេខ105សង្កាត់បឹងប្រលិតខណ្ឌ7មករារាជធានីភ្នំពេញជាកូនបំណុលនៃការអនុវត្តឲ្យបានជ្រាបថាដីកាសម្រេចលេខ08ក្រវេសក់ដោះចុះថ្ងៃទី07ខែមិថុនាឆ្នាំ2024របស់សាលាឧទ្ធរភ្នំពេញបានចូលជាស្ថាពរនិងមានអានុភាពអនុវត្តតាមផ្លូវច្បាប់កាលពីថ្ងៃទី17ខែមីនាឆ្នាំ2025អាជ្ញាសាលាបានចុះអនុវត្តដីកាសម្រេចនេះម្ដងរួចបានចុះអនុវត្តដីកាសម្រេចនេះម្ដងរួចមកហើយប៉ុន្តែការអនុវត្តនេះមិនបានសម្រេចអំពើដែលមិនអនុវត្តសេចក្តីសម្រេចរបស់តុលាការគឺជាបទល្មើសព្រំទណ្ឌបទធ្វើឲ្យបាត់ជំនឿលើសេចក្តីសម្រេចរបស់តុលាការត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី1ខែទៅ6ខែនិងពិន័យជាប្រាក់ពី100,000រៀលទៅ1លានរៀលស្របតាមមាត្រា523ក្រមព្រំទណ្ឌនៃព្រះរាជាណាចក្រកម្ពុជាហេតុដូច្នេះអាជ្ញាសាលានៃសាលាដំបងរាជធានីភ្នំពេញសូមបង្គាប់ឲ្យឈ្មោះដួងឧត្តមឆវិនហើយដួងឆាយភេទប្រុសសញ្ជាតិខ្មែរត្រូវធ្វើការអនុវត្តដោយស្ម័គ្រចិត្តដោយប្រគល់កូនស្រីឈ្មោះដួងរាជនីគុជភេទស្រីកើតថ្ងៃទី26ខែកដាឆ្នាំ2019ឲ្យទៅឈ្មោះដេតម៉ាលីណាភេទស្រីសញ្ជាតិខ្មែរដែលត្រូវជាម្ដាយនិងជាម្ចាស់បំណុលនៃការអនុវត្តឬប្រគល់ឲ្យមកអាជ្ញាសាលានៃសាលាដំបងរាជធានីភ្នំពេញតាមអំណាចនៃដីកាសម្រេចលេខ08ក្រវេសក់ដោះចុះថ្ងៃទី07ខែមិថុនាឆ្នាំ2024របស់សាលាឧទ្ធរភ្នំពេញឲ្យបានឆាប់រហ័សក្នុងរយៈពេល7ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងហឹងនេះរហូតដល់ថ្ងៃទី2ខែមេសាឆ្នាំ2025វេលាម៉ោង17:00នាទីជាកំហិតក្នុងករណីដែលលោកពុំព្រមធ្វើការអនុវត្តដោយស្ម័គ្រចិត្តនិងមិនអនុវត្តតាមអំណាចនៃដីកាសម្រេចខាងលើនោះទេអាជ្ញាសាលានឹងចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរ៉ឹងបំផុតអាស្រ័យដូចនេះសូមលោកដួងឧត្តមឆវិនហើយដួងឆាយត្រូវធ្វើការអនុវត្តឲ្យខានតែបាន